សួស្តីបងប្អូនទាំងអស់គ្នានេះជាព័ត៌មានក្តៅៗសម្រាប់ថ្ងៃនេះលោកដូណាល់ត្រាំបានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល2សប្តាហ៍ខណៈអ៊ីរ៉ង់បានបញ្ជាក់ថាការចរចានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះតាមព័ត៌មាន Reuters កិច្ចព្រមព្រៀងនាទីចុងក្រោយគឺអាស្រ័យការយល់ព្រមរបស់អ៊ីរ៉ង់ក្នុងការផ្អាកការរាំងស្ទះលើការដឹកជញ្ជូនប្រេងនិងឧស្ម័នតាមច្រកសមុទ្រហូម៉ូសដែលជាចំណុចសំខាន់បំផុតសម្រាប់ថាមពលពិភពលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានបញ្ជាក់ថាទីក្រុងតេហេរ៉ង់នឹងបញ្ឈប់ការវាយប្រហារតបតហើយនឹងអនុញ្ញាតឲ្យនាវាឆ្លងកាត់ផ្លូវទឹកនេះដោយសុវត្ថិភាពព័ត៌មាននេះបានធ្វើឲ្យទីផ្សារពិភពលោកមានក្តីសង្ឃឹមថាស្ថានភាពតានតឹងនៅមជ្ឈមបូព៌ាអាចធូរស្រាលបណ្ដោះអាសន្ននិងអាចជួយបន្ថយសម្ពាធលើតម្លៃប្រេងសូមអរគុណសម្រាប់ការតាមដាន